គ្រាន់តែរមាស់ហូរទឹករងាយចេញតាមរន្ធត្រចៀកមិននឹកស្មានថាធ្លាយក្រដាសត្រចៀកឥឡូវនេះយើងឲ្យគាត់បិទមាត់បើកចំហផ្លុំឃើញមានពពុះទឹកចេញតាមរន្ធត្រចៀកបងប្អូនដែលមានបញ្ហាអញ្ចឹងគួរតែមកប្រឹក្សាជាមួយគ្រូពេទ្យជំនាញជៀសវាងព្យាយាមឆ្កឹះត្បាល់រហូតដល់មានការបង្ករោគបន្ថែមធ្ងន់ធ្ងរទៅក្នុងរន្ធត្រចៀកបងប្អូននឹងអត់រន្ធត្រចៀកនៅជិតខួរក្បាលពេលខ្លះវាក៏បង្កឲ្យរលាកស្រោមខួរក្បាលផងដែរបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកទាំងអស់គ្នាមែនទែនពេលខ្លះមាននិស្សិតស្តានៅមន្ទីរពេទ្យគាត់ជួបខ្ញុំគាត់អត់សប្បាយចិត្តមួយខ្ញុំគាត់ថាគលៀបកាចត្រឹមត្រូវពេកធ្វើឬឯងត្រឹមត្រូវណាស់អញ្ចឹងហើយខ្ញុំជួយចិត្តប្រើពាក្យមួយថាមក star មកហាត់ការមិនមែនមក enjoy life ទេមកលុតដំពីព្រោះអ្នកទាំងអស់គ្នាចេញទៅវិញនឹងធ្វើការងារដ៏សំខាន់ហើយនៅមន្ទីរពេទ្យក៏ធ្វើការងារសំខាន់ដែរមុខរបរពេទ្យមិនមែនតែនទៅគឺរស់នៅស្បេតព្យាយាមចិត្តផ្ចង់តាំងពីការនិយាយស្ដីការដើរហើរអរិយាបថសពបែបយ៉ាងគេថាគ្រូពេទ្យគឺជាមនុស្សធម្មតាដែលធ្វើការងាររបស់ទេវតាដូច្នេះរបៀបរបស់រស់នៅក៏រៀបរឹករៀបពីដែរមិនមែនចេះតែធ្វើតាមនឹកឃើញមិនមែនចេះតែផឹកស៊ីអាឡេអាឡូពីលីអាវ៉ាសែអត់ទេការកសាងគុណតម្លៃសេចក្តីថ្លៃថ្នូរវាគឺជាខែលជាយួនមួយដ៏មុំទួមដើម្បីការពារខ្លួនអ្នកដែលប្រកបជាជីវៈពេទ្យនិយាយមែនធ្វើជាគ្រូពេទ្យមិនមែនជារឿងងាយស្រួលលំប្រហែលទេអញ្ចឹងហើយបានជានៅប្រទេសផ្សេងការងារគ្រូពេទ្យគឺប្រាក់ខែច្រើនណាស់តែការងារសង្គ្រោះយើងអាចយករឿងលុយមកនិយាយបានទេពីព្រោះយើងផ្ដោតទៅលើការសង្គ្រោះធ្វើម៉េចដោះស្រាយបញ្ហាសុខភាពឲ្យមនុស្សបានប្រសើរបានធូរស្បើយគាត់ថាពេលយើងទៅហូបកាហ្វេយើងប្រាប់គេថាយើងជាអ្នកសង្គ្រោះគេនៅតែគិតលុយយើងវាតែប៉ុណ្្នឹងឯងគេគ្មានទៅយល់ថាយើងជាអ្នកមានបុណ្យអីទេស្ទតជាខានបតក់ថ្នាំខានលេបថ្នាំក៏រើឡើងវិញដោយសារផ្ទះឆ្ងាយពេកពិបាកធ្វើដំណើរមកវិញឥឡូវឈឺចាប់ខ្លាំងទ្រាំលេងបានក៏ត្រឡប់មកវិញអញ្ចឹងក៏ដោះស្រាយបន្តជូនគាត់ទៅយើងអាចបន្តគាត់បានទេពីព្រោះមនុស្សមានហេតុផលរៀងខ្លួនហើយបើសិនជាយើងនិយាយតែមិនស្រួលហ្នឹងថ្ងៃក្រោយបងគាត់អន់ចិត្តក៏លេងមកពេទ្យតែម្ដងដូច្នេះការនិយាយរបស់គ្រូពេទ្យទៅកាន់អ្នកជំងឺទៅតែប្រយ័ត្នបន្តិចតែនិយាយមិនស្រួលហ្នឹងគាត់គិតថាយើងបំភ័យគាត់ថាគ្រូពេទ្យអូកាឡាចេះមួយចុះពីរទៅហើយជំងឺផ្សិតហ្នឹងត្រូវការពេលវេលាត្រូវការមកជួបគ្រូពេទ្យឡើងវិញមិនមែនពេទ្យចិញ្ចឹមជំងឺទេប៉ុន្តែជំងឺហ្នឹងវាអត់ងាយជាវាត្រូវការពេលវេលាវាមួយដើម្បីឲ្យថ្នាំទៅវាងាប់មេរោគឲ្យអស់ហើយគ្រូពេទ្យបកកែបណ្ណាក៏ដោយបើសិនជាមើលជំងឺខ្វះការតាមដានណាអត់ណាត់មកវិញគឺអត់សូវជោគជ័យទេមែនទែនទោះតែខំស្មៅនៅមួយជំងឺហើយផ្សិតនេះអត់លេងសើចទេតែភ្លេចខ្លួនស្អីដាច់ក្តាស់តិចតែម្ដងហើយតែយើងព្យាបាលគាត់ឲ្យវាកើតដដែលអញ្ចឹងគាត់ stress មួម៉ៅអត់បានទេ